ក្រមុំទាំង3ហើយយើងមានប្តីត្រូវការប្តីយ៉ាងណាចង់បានតែប្តីហឺហាមានប្រាស្មាម៉ូតូ Honda ដូចគ្នាដើរលេងយ៉ាបើចង់ចាប់ក្តាមបានច្រើនណាបងប្អូនចាច្រៀងតែមួយបទពីរបទទៅក្តាមលឺនោះគឺថារត់មករហ្មងហើយវាទុនដៃទុនជើងឲ្យយើងចាប់ស្រួលមិនបាច់ប្រឹងទេចេះតែជឿទៅឆាប់ចប់បងប្អូនណោះតាំងពីធ្វើវីដេអូទៅរើសគ្រឿងសមុទ្រមកនិយាយថាឆាតផងខមមិនផងចាបងប្អូនសួរច្រើនចាសួរតាក់ទងទៅនឹងទីតាំងអាស័យដ្ឋានកន្លែងពួកខ្ញុំទៅរើសគ្រឿងសមុទ្រណាអញ្ចឹងហើយបាននាងខ្ញុំធ្វើវីដេអូផ្សេងគ្នាចាងាយស្រួលផ្ញើឲ្យគាត់មើលងាយស្រួលរកកុំឲ្យគាត់វែងអញ្ចឹងណាពួកកន្លែងមួយវាមានឈ្មោះខុសគ្នាក៏ចំណេញពេលសម្រាប់នាងខ្ញុំដែរគាត់ឆាតមកអញ្ចឹងផ្ញើទៅ link វីដេអូឲ្យគាត់មើលទៅគឺជាការស្រេចចាឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរទៅទីតាំងមួយទៀតកន្លែងហ្នឹងយើងអាចហែលទឹកបានលេងខ្សាច់បានគាត់ថាទឹកវាអត់សូវស្អាតទេល្អត្រង់ថាកន្លែងហ្នឹងមានបង្គន់មានបន្ទប់ទឹកយើងអាចងូតទឹកលាងខ្លួនបានហើយក៏មានកន្លែងស្ទូចក្តាមដែរណាបងប្អូនចាដូចនឹកដើមវីដេអូនេះខ្ញុំបង្ហាញហ្នឹងចាក្មេងៗគាត់ចូលចិត្តណាចូលចិត្តស្ទូចលេងហើយចាស់ហ្នឹងក៏ចូលចិត្តស្ទូចដែរប៉ុន្តែមិនមែនស្ទូចលេងទេគឺថាស្ទូចយកទៅផ្ទះហ្មងទីតាំងដែលពួកខ្ញុំកំពុងតែនេះឈ្មោះថា Creveling-Edam បងប្អូនចូលទៅក្នុង Google Map ហើយសរសេរពាក្យថា Strand Creveling-Edam ហើយខាងក្រោមហ្នឹងវានឹងចេញពាក្យថាប្រើនេះសិស្សខាងក្រោមហ្នឹងឯងចាពេលយើងមកដល់ហ្នឹងបងប្អូននឹងបានឃើញចាស្មៅលង្ខៀវស្ងាត់ហ្មងហើយមានមាត់ទឹកមិនមែនតែមកកន្លែងនេះទេចាមានដូចជាហៀងនោះទៀតប៉ុន្តែនេះខ្ញុំអត់បានថតណាហើយថ្ងៃនេះរៀងស្ងាត់តិចដោយសារប៉ះថ្ងៃអាទិត្យហ៎ចាអញ្ចឹងទួលនៅខាងក្រោយនោះចានៅក្រោយខ្នងពូនេះខ្ញុំនៅទួលខាងក្រោយនោះបងប្អូនដើរឲ្យហួសហ្នឹងទៅនឹងឃើញហើយមានកន្លែងហែលទឹកនៅជាហៀងហ្នឹងហើយក៏មានកន្លែងចាប់ក្តាមដែរហើយផ្លូវចូលកន្លែងចាប់ក្តាមហ្នឹងតិចនាងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាព្រោះថាបើអត់ធ្លាប់មករទេពិបាករតិចចាវានៅកលៀតណាពួកអីសិតតែដើមឈើដុះពេញហ្នឹងហ្មងគ្រាន់តែមកដល់ភ្លាមហ្នឹងគឺថានាំគ្នាបញ្ញាប់រៀបចំបាយទឹកព្រោះថាក្មេងៗគាត់ហែវហើយពួកខ្ញុំនេះលែងឃ្លានហើយចាឆ្អែតនឹងគ្រឿងសមុទ្រហ្នឹងឯងឆ្អែតនឹងរើសគ្រឿងសមុទ្របានច្រើនទៅគឺថាអត់មានចង់ញ៉ាំអីទៀតទេម្ហូបនេះធ្វើឡើងលើសចំនួនមនុស្សហើយចាញ៉ាំអត់អស់ទេថ្ងៃហ្នឹងញ៉ាំ2ដងណាហើយម្ហូបសុទ្ធតែជាម្ហូបខ្មែរឆ្ងាញ់គ្រប់មុខមិនដឹងថាញ៉ាំមួយណាទុកមួយណីទេចាត្រីងៀតត្រីអាំងនេះក្រៀមក្រោះអញ្ចឹងនិយាយពីថាត្រូវជាមួយនឹងអាឡឹកផ្អែមហើយបន្លែដែរចោលទេពួកខ្ញុំធ្វើម្ហូបមានបន្លែមានសាច់សពមុខហ្មងចុះចំណែកបងប្អូនវិញចាពេលទៅដើរលេងនៅក្រៅជួបជុំមិត្តភ័ក្តិបងប្អូនចាដើរលេងបែបលក្ខណៈពីកនិកនៅក្រៅអញ្ចឹងណាបងប្អូនជួយចិត្តធ្វើម្ហូបអីញ៉ាំដែររស់នៅស្រុកគេមិនដឹងថាម្ហូបខ្មែរគឺថាឆ្ងាញ់តិចមួយហ្មងគឺថាអត់បានទេបងប្អូនចាឲ្យមកកន្លែងចេះអីអូទៅទិញនៅហាងរបស់ជនជាតិហូឡង់អីមានតែនំប៉័ងសាច់ក្រកអីនឹងឯងអត់ឆ្ងាញ់ទេញ៉ាំហើយដូចថាមានអារម្មណ៍អត់ឆ្អែតតាំងពោះមែនប៉ុន្តែអត់ឆ្អែតដូចយើងញ៉ាំបាយទេហើយកន្លែងដែលពួកខ្ញុំមកលេងនេះគឺអត់មានហាងដែលគេលក់របស់ញ៉ាំលក់អីទេណាបងប្អូនចាតទៅនៅខាងដើមផ្លូវពួកអីនៅម្ដុំនេះគឺមានកន្លែងច្រកចូលច្រើនចាកន្លែងហែលទឹកផ្សេងគ្នាអាស្រ័យថាអ្នកគេមកលេងគេចង់ចូលកន្លែងណាអញ្ចឹងណាហើយនៅខាងដើមផ្លូវបានមានហាងដូចថាហាងជនជាតិហូឡង់គាត់លក់ការ៉េមលក់ដលងពងលក់អីអញ្ចឹងណាជួយល្អធ្វើម្ហូបមកខ្លួនឯងមកល្អជាងចាអង្គុយនិយាយឥឡូវនេះប្រុសគេញ៉ាំហើយអស់បាត់នៅតែស្រីចាហើយខ្ញុំនេះវិញចូលចិត្តញ៉ាំប្រហុកខ្ទិះជាមួយនឹងផ្កាស្នោនេះបងប្អូនហើយតាំងពីមកនៅហូឡង់នេះខានញ៉ាំយូរហើយផ្កាស្នោនឹងមីងខ្ញុំគាត់ធ្វើប្រហុកខ្ទិះហើយមានបន្លែគ្រប់មុខហ្មងបងប្អូនហើយមានពពាយមានផ្កាស្នោឆ្ងាញ់ខ្លាំងណាស់ក្តីសុខធំហ្មងហើយត្រីកធរនេះក្រៀមក្រោះញ៉ាំនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ដំបូងថាអត់ឃ្លានទេតែដល់ពេលញ៉ាំទៅដាក់ចេះចូលអញ្ចឹងណាពួកអីអង្គុយនិយាយគ្នាបដាញ៉ាំបដាអញ្ចឹងទៅមិនដឹងអស់ប្រមាណចានទេបងប្អូនហើយញ៉ាំមិនទាន់ស្រកពោះស្រួលបួលផងឥឡូវនេះបកាត់ភ្លើងអាំងគ្រឿងសមុទ្រទៀតហើយនេះចាត្រៀមអាំង oyster ហើយងាវហើយនេះអ្នកចាំញ៉ាំនិយាយទៅពួកខ្ញុំឆ្អែតខ្លាំងដែរអញ្ចឹងទៅដើរឲ្យស្រកពោះអញ្ចឹងណាក៏ចាត់ការត្រៀមចេញបេសកកម្មស្ទូចក្តាមហើយនេះឧបករណ៍របស់យើងមានកត្រងចាហើយនេះស្លាបមន់ចងខ្សែរៀងវែងតិចមកទុកស្ទូចក្តាមហើយមានកញ្ចាប់ទៀតកញ្ចាប់នេះគឺថាលឿនតនសភាពការតែក្តាមរត់នឹងចាប់ខ្ញុំអត់ចេះចាប់ក្តាមនឹងដៃទេបងប្អូនចាដើរបដើច្រៀងបដើនិយាយទៅថ្ងៃនោះស្ងាត់ស្រួលចង់ច្រៀងមិនក៏បានដែរចង់លក្ខណៈ private ចាមកលេងថ្ងៃអាទិត្យមកគឺថាអត់មានមនុស្សទេស្ងាត់ដូចចៅរួចសេះហើយនេះមាត់ទឹកនៅខាងមុខកន្លែងពួកខ្ញុំញ៉ាំអីមិញហ្នឹងកន្លែងហ្នឹងទឹករាក់ស្រួលចាស្រួលហែលទឹកស្រួលដើរចាប់ក្តាមវាយូរទៅវាឡើងមកអញ្ចឹងហើយនាងខ្ញុំយកកត្រងនេះជោកនិយាយពីថាស្រួល
នេះបានមួយឲ្យកៅឆាយមុនគេនិយាយថាសបាយអូយសបាយក្មេងៗហែទឹកតទៅពាក់ពងបងប្អូនព្រោះទឹកកន្លែងខ្លះរៀងជ្រៅប៉ុន្តែគាត់ថាទឹកវាអត់សូវស្អាតហ្មងទេហើយយូរទៅក្តាមវាឡើងមកមួយអញ្ចឹងទៅឲ្យចាប់នេះដូចនឹងឆ្វាក់នឹងក្តាមហ្មងសង្ស័យជ្រៀងមិញបត់ទៅវាលឺសលេងវាឡើងមកហ៎ចាដើរចុះដើរឡើងយូរទៅក៏ប្រទះឃើញក្តាមមួយអញ្ចឹងទៅហើយបងស្រីគាត់យកមន់មកស្ទូចចាឥឡូវនេះមកកន្លែងមួយទៀតនេះបងប្អូនទៅខាងក្រោយទួលដែលនេះខ្ញុំបង្ហាញដើមវីដេអូហ្នឹងហើយយើងដើរទៅត្រង់រៀងឆ្ងាយមែនតែនចានៅនឹងវារៀងព្រៃជុំចិត្តតិចប៉ុន្តែដើរយូរទៅមានស្នាមបងប្អូនឃើញស្នាមស្មៅគេជន់ដើរហ្នឹងដើរតាមហ្នឹងទៅមានប្រឡោះចូលមួយមិញហ្នឹងចាបានមកដល់កន្លែងនេះពេលស្ទូចក្តាមបងប្អូនដាក់មន់បោះចូលនៅប្រឡោះថ្មចេះល្អជាងវាអត់សូវដែរតែហើយក្តាមវាពួរនៅក្នុងថ្មហ្នឹងឯងចានិយាយទៅមីងនាងខ្ញុំនេះគាត់អ្នកជំនាញតែហ្មងគាត់យកដៃចាប់ចាចាប់នឹងដៃផ្ទាល់ហ្មងបើខ្ញុំទៅអត់រួចទេខ្លាចតាក្តាមគៀបហ្នឹងហើយឥឡូវនេះចាប់បានច្រើនបដាហើយអ្នកស្ទូចនឹងចាញ់អ្នកដើរចាប់ទេមានតែកត្រងផងក៏ចាប់ផងមានអ្នកចាប់នឹងដៃផងនិយាយពីថាលឿនមកផ្លែតណាពាក់កដាលធុងបាត់បងប្អូនឃើញទេក្តាមកន្លែងនេះធំណារួចបងប្អូនខ្លះគាត់ថាមិនដឹងថាយកក្តាមធ្វើអីចាធ្វើក្តាមប្រៃក៏បានយកទៅបំពងក៏បានក៏ឆ្ងាញ់ដែរឬក៏យកទៅធ្វើសម្លខួរក្តាមចាយកទៅបុកចាបុកវាទៅយកជាតិយកអីនោះឆ្ងាញ់មែនតែនបងប្អូនសាកធ្វើញ៉ាំទៅខ្ញុំឆ្នាំនេះអត់បានធ្វើក្តាមប្រៃក្តាមអីទេនិយាយទៅរវល់ច្រើនហើយមកមីងគាត់ចាប់នឹងដៃនេះតំណងឯងបងប្អូនហើយបងស្រីក៏ចង់ចាប់នឹងដៃដែរនេះហេងឯងពាក់ស្រោមដៃហូអីដាច់ដៃបាត់ចានឹងតើយើងធ្លាប់ដែរណាចាប់ទៅបានស្និទ្ធឲ្យពួកខ្ញុំនេះដែរទេកន្លែងនេះថ្មល្អលណាបងប្អូនចាពេលចុះទឹកប្រយ័ត្នប្រយែងមែនតើឥឡូវនេះល្ងាចដែរហើយពួកខ្ញុំចាប់ក្តាមទៅពេញធុងម្ដងភ្នែកឡើងគោកហើយដល់ពេលមកដល់នេះប្រុសគេញ៉ាំឆ្អែតអស់បាត់ហើយពួកអីភ្លើងប្រកាត់តាំងពីពេលពួកខ្ញុំទៅចេញទៅម៉េះចាហើយ oyster នេះអាំងឆាប់ឆ្អិនណាហើយប្រុសគាត់ញ៉ាំដូចថាគាត់ញ៉ាំរៀងឆ្អែតដែរហើយសល់តែក្រៀមនេះចាឥឡូវពួកខ្ញុំមកញ៉ាំពៅតិចទៅពួកអីមិញនឹងចាប់ក្តាមដូចថារៀងបាក់បៀដែរហ្នឹងអោនរហូតហើយសាច់ oyster នេះឡើងខ្លាញ់ហ្មងបងប្អូនឡើងទលុកប៉ុណ្ណេះល្មមវាអត់សូវធំពេកទេនេះខ្ញុំជួយចិត្តប៉ុណ្ណឹងល្មមឆ្ងាញ់តែម្ដងហើយទឹកជ្រលក់មានអីបាក់ទេបងប្អូនទឹកអំបិលអាមេរិកនឹងឯងយើងដាក់ខ្ទឹមក្រហមខ្ទឹមសដាក់ជីដាក់អីលាយគ្នាទៅឡើងឆ្ងាញ់ហ្មងហើយដល់ពេលយើងហត់ចឹងហើយញ៉ាំជុំគ្នានិយាយគ្នាបដាញ៉ាំបានច្រើននោះច្រើនមិនដឹងអស់ប្រហែលគ្រាប់ទេនាងខ្ញុំនេះហើយបងប្អូនកំពុងតែមើលនឹងចូលចិត្តញ៉ាំ oyster អត់ទេចាឃើញបងប្អូនស្រុកខ្មែរចូលចិត្តញ៉ាំជាមួយខ្ទឹមពងណាអាហ្នឹងក៏ឆ្ងាញ់ដែរហើយអស់ពីញ៉ាំ oyster ហើយមកញ៉ាំសាច់គោអាំងញ៉ាំបាយអីបន្តទៀតប៉ុន្តែនេះខ្ញុំអត់បានថតទេពួកខ្ញុំញ៉ាំបាយឲ្យហើយមុនត្រឡប់ទៅផ្ទះវិញហើយឥឡូវនេះយប់ហើយបងប្អូនចាម៉ោង9យប់គឺថានៅភ្លឺចែសហ្មងណាថ្ងៃនេះគឺថាអាកាសធាតុអំណោយផលណាអត់សូវត្រជាក់ទេល្មមតែម្ដងហើយបន្ទាប់មកក៏នាំគ្នារំឲ្យស្រកពោះអ្នកនាំអាចនឹងមានណាទេនេះអូន Fins នឹងឯងអូន Fins គាត់លឺភ្លេងតំណងក៏បបួលរំអញ្ចឹងណាគាត់ថាមករំចាំគាត់អ្នកបរៀនហើយដល់មើលក្បាច់ចេះមិនដឹងចេះពីណាមកទេហួសចិត្តហ្មងបងប្អូនហើយគេរំឡើងតំណងហើយចូលរំជុំមួយគាត់កដោគ្នាទាំងទៅចានេះសមិទ្ធផលដែលយើងបានចារកបានថ្ងៃហ្នឹងណាមានងាវ2ធុងងាវនេះត្រាំទឹកសមុទ្រណាកុំឲ្យវាងាប់ហើយនេះក្រុមឯងបងប្អូនចាមានក្រុមខ្លះងាវខ្លះចឹងណាធំមែនតែន oyster នេះពួកខ្ញុំយកសារាយចឹងណានឹងខ្ញុំដឹងហៅថាម៉េចយកមកក្របពីលើខ្លះចឹងទៅ oyster នេះទុកបានយូរបងប្អូនទុកបាន5ថ្ងៃអីណោះគឺយើងដាក់នៅក្រៅធម្មតាមិនបាច់ដាក់ក្នុងទូទឹកកកទេចាហើយនេះក្តាមតើយើងក្របចឹងបើមិនចឹងទេវាចេញអស់ឡើងមកធុងពេញណាបងប្អូនធម្មតាទេហើយក្តាមឡើងធំមែនតែន